វិធីកាត់ម៉ូតសក់ការ៉េស្មើឬក៏ហៅថា bob square បាទជាដំបូងយើងធ្វើការបែកសក់ដូចក្នុងវីដេអូបាទរួចហើយសក់បាត់ចុះ0ដឺក្រេបាទបងប្អូនធ្វើការកាត់យកតម្រងបែបស្មើបាទក្រោយពីកាត់ថ្នាំបន្ទាប់ខាងក្រោមហើយបងប្អូនធ្វើការបែកសក់បាត់2ទៅ3សង់ទីម៉ែត្រអាស្រ័យលើសក់ក្រាស់ឬសក់ស្ដើងបាទបងប្អូនធ្វើការកាត់បាទតម្លាក់0ដឺក្រេបន្តតែសន្ទប់ទី2នេះគឺយើងកាត់បាទវែងជាងសន្ទប់ទី1ប្រហែលជាកន្លះសង់ទីម៉ែត្របាទនេះគឺជាមូលហេតុដែលបងប្អូនកាត់ទៅបាទបងប្អូនកាត់តាមខណៈគឺវាមិនអាចមើលមកសក់របស់យើងស្មើមុនបាននោះទេបាទគឺវាតែងតែមើលមកឃើញកម្រាស់វាឃើញបាច់បាទអញ្ចឹងនេះគឺជាtechniqueមួយបងប្អូនត្រូវតែចាំបាទគឺកាត់វែងជាងផ្នែកខាងក្រោមកន្លះសង់ទីម៉ែត្របាទហើយក្រោយពីការកាត់ហើយបាទគឺបងប្អូនត្រូវការលើកសក់ឡើងបាទសក់វាលើកឡើងបាទ135ដឺក្រេទៅ180ដឺក្រេដើម្បីយើងជំរុះបាទទម្ងន់សក់បាទព្រោះសក់ម៉ូតនេះគឺយើងកាត់បាទមិនធ្វើការសាប់ទេបាទគឺដោយការយើងធ្វើការជំរុះវាវិញគ្រប់ម៉ូតសក់នីមួយៗវាតែងតែមានtechniqueរបស់វាទាំងអស់បងប្អូនបាទបើសិនបងប្អូនដឹងtechniqueហើយគឺម៉ូតសក់ណាក៏បងប្អូនអាចកាត់បានម៉ូតសក់ណាក៏អាចកាត់ដោយងាយដែរបាទដូចជាម៉ូតសក់នេះចឹងដែរបាទម៉ូតនេះគឺម៉ូតការ៉េបែបត្រង់បាទគឺយើងមិនត្រូវការក្តោបខ្លាំងនោះទេបាទម៉ូតក្តោបគឺយើងមានtechniqueក្តោបម៉ូតត្រង់មានtechniqueត្រង់ចូលដល់សន្ទប់ទី3បាទបើសិនជាសក់របស់បងប្អូនក្រាស់ខ្លាំងបាទគឺយើងត្រូវការកាត់ឲ្យវែងជាងកន្លះសង់ទីម៉ែត្រទៀតតែបើសិនជាសក់ស្ដើងបែបនេះដែរយើងគ្រាន់តែកាត់តាមខនាតក៏បានដែរបាទវាសុទ្ធតែជាtechniqueបាទសម្រាប់សក់នីមួយៗបាទដូចជាសក់នេះគឺខ្ញុំសន្ទប់ទី3ខ្ញុំកាត់តាមខនាតរបស់វាតែម្ដងបាទព្រោះសក់ក៏មិនជាក្រាស់ប៉ុន្មានដែរបងប្អូនធ្វើការកាត់បាទឲ្យត្រូវដឺក្រេបាទទាញវា0ដឺក្រេសក់នៅកន្លែងណាកាត់កន្លែងហ្នឹងបាទយើងធ្វើការកាត់ស្មើតែម្ដងបាទព្រោះម៉ូតសក់នេះយើងយកតម្រងស្មើបងប្អូនដែលមើលវីដេអូបាទជួយ like ជួយ share បាទដើម្បីទទួលបានវីដេអូថ្មីដែលបាទសុទ្ធតែ technique ដែលមិនមានអ្នកចាញ់លេខបងប្អូនទេបាទតើនេះមកគឺអត់មានអ្នកចាញ់លេខទេtechnique នេះបាទនៅពេលដែលយើងធ្វើវីដេអូបាទគឺទទួលបានការ like ការ share ច្រើនគឺវាបីដូចជាមានអ្នកគ្រប់គ្រងច្រើនបាទអញ្ចឹងគឺមានកម្លាំងចិត្តក្នុងការធ្វើវីដេអូថ្មីទៀតនេះមកការកាត់របស់យើងបាទក្រោយពីយើងកាត់បាទតាមតម្រងហើយបងប្អូនធ្វើការលើកឡើងទៀតបាទយើងជំរុះវាបាទគឺលើកឡើង135ដឺក្រេទៅ180ដឺក្រេបងប្អូនកាត់បាទជំរុះបាទប្រវាយសក់ដើម្បីជំរុះទម្ងន់បាទឲ្យសក់ខាងលើធ្លាក់មកវាគ្របមកឃើញបែបជាងអោបសម្រាប់ម៉ូតសក់នៅពេលដែលយើងកាត់ត្រូវកាត់ស្អាតបាទគឺអតិថិជននៅផ្ទះគាត់នឹងងាយស្រួលក្នុងការថែទាំងាយស្រួលក្នុងការប្រើបាទដោយមិនចាំបាច់គៀបមិនចាំបាច់បាទធ្វើអីដូចនៅក្នុងហាងនោះទេបាទសម្រាប់ជាងកាត់សក់គឺវាខុសគ្នាតែប៉ុណ្្នឹងទេបាទគឺអ្នកដែលកាត់ហើយអតិថិជននៅផ្ទះងាយស្រួលថែហើយអ្នកកាត់ហើយចេញមកដែរតែនៅផ្ទះគឺវាមិនបាទដូចនៅក្នុងហាងចូលដល់តំបន់សិក្សាសំខាន់បងប្អូនធ្វើការចាយសក់បាទសក់ឲ្យត្រង់ចុះមកក្រោយរៀងទាញងាកមកក្រោយបន្តិចបាទបាទដោយការយើងលើក0ដឺក្រេបាទធ្វើការកាត់ស្មើតាមຂະຫນាតខាងក្រោយបាទក្នុងការកាត់បាទកន្លែងមួយបាទកាត់ផ្នែកខាងក្រោយបងប្អូនឲ្យអតិថិជនយើងបាទឆ្ងល់ទៅមុខកាត់សងផ្នែកសងខាងបងប្អូនឲ្យភ្ញៀវយើងងើបមកត្រង់ដូចហើយងាកទៅខាងស្ដាំបាទកាត់ខាងឆ្វេងងាកទៅខាងស្ដាំដើម្បីយើងពិនិត្យយកសក់លៀនកាត់ទៅគឺវាដាច់ជ្រះល្អបាទដូចជាសក់នេះអញ្ចឹងបាទគឺយើងកាត់ដល់កន្លែងណាសក់របស់យើងគឺមានការអោបកន្លែងហ្នឹងកាត់រួចយើងតម្លាក់សក់បន្ទាប់បាទធ្វើការកាត់0ដឺក្រេដល់ដែរបាទមុននេះគឺយើងប្រើ0ដឺក្រេទាំងអស់តែពីលើចុះក្រោមបាទគាត់ថាយើងជំរុះបាទទម្ងន់គឺយើងលើកវាឡើងបាទក្រោយពីយើងកាត់ពីសន្ទប់ហើយបាទគឺយើងលើកឡើងមកយើងចាយឆាត់អញ្ចឹងបាទបងប្អូនធ្វើការជំរុះបាទទម្ងន់ចេញកាត់តាមខាងក្រោយហ្នឹងបាទផ្នែកខាងស្ដាំយើងធ្វើការកាត់ដូចផ្នែកខាងឆ្វេងអញ្ចឹងបាទឲ្យអតិថិជនយើងងាកមុខឡើងបាទរៀងផ្អៀងទៅខាងឆ្វេងអានេះសតតិចទេបងប្អូនបងប្អូនអត់ដឹងទេបងប្អូនកាត់ព្យាងាកទៅណាក៏បានងាកទៅណាក៏បានដោយសេរីអានឹងគឺកាត់ហើយក្នុងការកាត់ត្រូវទៅពេលកាត់ហើយគឺវាចេញមកវាបាទវាខុស form បាទវាអត់ចូល form តាមពិតបាទម៉ូតមួយនេះគឺបងប្អូនឃើញកាត់ងាយស្រួលអញ្ចឹងតែបើសម្រាប់ខ្ញុំគឺថាម៉ូតនេះគឺពិបាកកាត់ជាងគេតែម្ដងបាទក្នុងចំណោមសក់ការ៉េបាទគឺពិបាកកាត់បាទព្រោះថាបើមិនមាន technique មិនដឹងទេគឺកាត់អត់ចេញទេបាទកាត់បែបការ៉េក្រោបបាទការ៉េតង់គឺងាយស្រួលទេកាត់បាទគឺកាត់ងាយស្រួលជាងម៉ូតនេះទេបាទម៉ូតដែលខ្ញុំឃើញគឺម៉ូតនេះគឺពិបាកជាងគេតែសម្រាប់វិធីសាស្ត្រដែលខ្ញុំលើកឡើងមកចែករំលែកបងប្អូននេះបាទគឺវាងាយស្រួលធ្វើជាងគេបាទបើសិនជាបងប្អូនព្យាយាមបាទធ្វើត្រូវដូចការ៉េបាទត្រូវ technique បាទគឺនឹងទទួលបានលទ្ធផលល្អបាទយើងកាត់ច្រើនយើងនឹងបានដកបទពិសោធន៍តែម្លេះបាទហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតែងតែគ្រប់គ្រងបាទនៅវីដេអូរបស់ខ្ញុំបាទចូលចិត្តในការចែករំលែករបស់ខ្ញុំបាទគឺបាទពិតជាអរគុណខ្លាំងមែនទែនបងប្អូនបាទអញ្ចឹងយើងងាកមើលម៉ូតកាត់របស់យើងវិញបាទក្រោយពីយើងធ្វើការកាត់បាទផ្នែកខាងក្រោមហើយវានៅតំបន់អក្សរ U បាទអញ្ចឹងតំបន់អក្សរ U បងប្អូនបាទអត់កាត់សើបែបនេះទេបាទគឺយើងនឹងធ្វើការតម្លាក់វាចុះបាទតម្លាក់តំបន់អក្សរ U ចុះយើងផ្លុំសម្រួតបាទយើងគាត់តែកាត់យកប្រវែងវាបន្តិចមកឲ្យវាវែងជាងຂະຫນាតបាទរួចហើយធ្វើការផ្លុំឲ្យស្ងួតបែបធម្មជាតិបាទពីព្រោះអីតំបន់អក្សរ U ខាងលើនេះបើសិនជាបងប្អូនកាត់ទាំងសើអញ្ចឹងបាទនៅពេលដែលបងប្អូនផ្លុំស្ងួតវានឹងកត្រាក់ឡើងបាទវានឹងឃើញតង់ជើងខាងក្រោមបាទវានឹងឃើញក្លាក់បាទអញ្ចឹងវានឹងចំណាយពេលបងប្អូនត្រូវការតរឹមបាទផ្នែកខាងក្រោមម្ដងទៀតបាទអញ្ចឹងនេះគឺជាបទពិសោធន៍មួយដ៏បាទសំខាន់មែនទែនបងប្អូនបាទសម្រាប់ការកាត់សក់ម៉ូតនេះបាទបើសិនជាបងប្អូនមិនដឹងទេបាទបងប្អូនកាត់ទៅគឺដឹងតែខៅហ្មងបាទព្រោះសក់យើងបាទផ្នែកខាងលើហ្នឹងអក្សរ U គឺវាសក់យើងដុសឡើងលើបាទនៅពេលសើវាធ្ងន់កាត់មកគឺវាត្រូវខ្នាតដែរតែដល់ពេលផ្លុំស្ងួតបាទវានឹងកត្រាក់ឡើងអញ្ចឹងបងប្អូនត្រូវតែចាំនៅចំណុចនេះបាទហើយចាក់ស្ដាយផលិតផលសក់នេះបាទបងប្អូនឃើញកាត់បាទគាត់តែផ្លុំសម្ងួតទេបាទអត់ទាន់មានធ្វើអីទាំងអស់បងអត់មានភាពអត់មានអីទេបាទគឺសក់របស់យើងគឺមានការចូល form រៀងអោបបាទគឺវាមិនបាច់ចេញក្រៅទេបាទមានតែបាច់ចូលក្នុងបាទបែបធម្មជាតិបាទតែសក់នេះយើងចង់វាត្រង់ក៏វាមិនជាត្រង់ផ្លឹងដែរវាអោបតិចដូចបងប្អូនគៀបប្រហែលវាតិចអញ្ចឹងបាទនេះគឺជាបាទ technique មួយដែលយើងកាត់ត្រូវបាទ form ត្រូវខ្នាតត្រូវដូចកន្លែងបាទគឺវាទទួលបានលទ្ធផលបែបនេះនៅពេលដែលអតិថិជននៅផ្ទះបាទគាត់សក់ហើយគាត់ផ្លុំសម្ងួតបាទវាចេញមកអញ្ចឹងដូចដែលយើងធ្វើនៅហាងអញ្ចឹងបាទនេះគឺជាភាពខុសគ្នារវាងជាងជំនាញបាទហើយនឹងជាងបាទលំបាទអញ្ចឹងបងប្អូនចេះអីចេះឲ្យគាត់បាទចេះគាត់ហើយគឺធ្វើមកទទួលផលបាទអតិថិជនធ្លាប់កាត់យើងហើយបាទកាត់កន្លែងស្អាតបាទយើងគឺគាត់នឹងវិលរកយើងវិញបាទគឺភ្ញៀវគឺចិត្តគាត់ម្ដងប្រែប្រួលទៅហើយបាទគាត់តែថាទឹកដៃយើងរឹងគឺយើងឧស្សាហ៍ភ្ញៀវបានបាទអញ្ចឹងសក់យើងគឺយើងគាត់ថាយើងសិតចុះ0ដឺក្រេអញ្ចឹងបាទត្រឹមជាមួយនឹងផ្នែកក្រោមហ្នឹងឲ្យវាស៊ីគ្នាមកកុំឲ្យវាលើគ្នាបាទហើយក្នុងការទាញមកទាញស្រាប់បាទដៃបាទកុំទាញតង់ពេកនៅពេលដែលយើងទាញតង់ពេកបាទជាងកាត់ហើយទៅកន្លែងទៅវានឹងកត្រាក់ឡើងវិញហើយអញ្ចឹងលក្ខណៈពិសេសរបស់ម៉ូតនេះគឺបាទមើលទៅធ្វើឲ្យមនុស្សយើងក្មេងជាងវ័យបាទហើយយើងសិស្សយើងមើលមកទៅខាងណាក៏ឃើញវាស្មើដែរបាទមិនថាពីមុខពីក្រោយនេះមើលមកគឺវាស្មើជុំវិញអស់តែម្ដងបាទនេះយើងគ្រាន់តែយើងកាត់យើងផ្លុំសម្ងួតទេអញ្ចឹងវាមានផមបែបនេះគឺទទួលយកបានហើយបាទតែគាត់សក់វាមិនបានស្អាតដូចគៀបក៏ដោយបាទគាត់សក់គាត់ជាងកំពងតិចតួចដែរបាទបើសិនសក់គាត់ត្រង់ស្អាតក៏វាស្អាតតាមនឹងដែរបាទតាមអំណោយផលរបស់ស្អីសក់ដែរបាទគឺវាមិនអាចដូចគ្នាទាំងអស់ទេបាទមនុស្សយើងមួយគឺខុសគ្នាអ្នកខ្លះក៏រួមវិញទៅអ្នកខ្លះក៏លលប
អ្នកខ្លះក៏រលោងប្រេងច្រើនបាទអ្នកខ្លះក៏សំពងចឹងទៅបាទអញ្ចឹងយើងត្រូវមើលតាមប្រភេទសក់បាទដើម្បីក្នុងការកាត់ឆ្នៃឲ្យវាត្រូវនឹងប្រភេទសក់ដើម្បីចេញមកទទួលបានលទ្ធផលល្អបាទអតិថិជនយើងគឺងាយស្រួលក្នុងការថែទាំអានេះសក់ដែលយើងកាត់ហើយរួចរាល់បាទអត់ទាន់ធៀបអត់ទាន់អីទេបាទគឺប៉ុណ្ណេះគឺអូខេហើយបាទគឺបើភ្ញៀវមិនយកទៀតក៏មិនដឹងធ្វើមិនដែរចាំមើលភាពខុសគ្នានៅពេលដែលយើងធៀបហើយតើវាស្អាតបែបណាបើវាខុសគ្នាបែបណាបាទហើយនេះគឺរូបដែលយើងបាទធ្វើការធៀបហើយត្រឹមវាឡើងវិញថាខ្លះបាទគឺសក់នេះគឺវាស្មើអញ្ចឹងបងប្អូនបាទមើលទៅណាក៏ឃើញស្មើអញ្ចឹងដែរបាទគឺមើលមកឆ្វេងមើលមកស្ដាំមើលពីក្រោយមើលពីមុខទៅគឺស្មើទាំងអស់បាទអញ្ចឹងវាពិបាកធ្វើឲ្យវាស្មើអញ្ចឹងណាមិនងាយទេបាទគឺបើសិនជាយកអត់មានតិចបាទអញ្ចឹងវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ដែរបាទសូមអរគុណបងប្អូនតាមដានតាំងពីដើមរហូតដល់ចប់បាទជួបគ្នានៅវីដេអូក្រោយៗ